បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើ clip video មួយអំពីការចុះឈ្មោះជាមួយនឹង broker Merlin FX បាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុង website បាទ com.merlinfx.com បាទបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញចេញ2បាទចេញ2ដែលឲ្យយើងជ្រើសរើសអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅ individual ដើម្បី register បាទបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាវាយ Gmail បាទវាយ Gmail យើងជ្រើសរើស page បាទប្រុសឬក៏ស្រីបន្ទាប់មកឈ្មោះបាទឈ្មោះយើងសរសេរជាអក្សរឡាតាំងមកអូខេបន្ទាប់មក Chinese name យើងមិនបាច់ចាំដាក់ទេព្រោះយើងអត់មានកន្លែងនេះគឺលេខទូរស័ព្ទយើងត្រូវវាយ855ណាបាទវាយ855ហើយយើងដកឃ្លាចេញបន្តិចមកយើងវាយលេខទូរស័ព្ទរបស់យើងដោយមិនបាច់ចាំដាក់0ទេបាទយើងវាយលេខទូរស័ព្ទដោយមិនបាច់ចាំដាក់0ទេណាអញ្ចឹងយើងវាយពីមុខ0នោះមកលេខប្រមាណអាទាថា031អញ្ចឹងយើងវាយមិនបាច់ចាំដាក់0ទេដោយសារតែយើងដាក់លេខកូដប្រទេស855ដូចហើយអញ្ចឹងយើងវាយតែ31 44 03 311អូខេបន្ទាប់មកយើងជ្រើសរើសប្រទេសកម្ពុជាបាទហើយ password បាទអ្នកទាំងអស់គ្នាវាយ password មកយើងដាក់ password អីបាទយើងវាយដូចគ្នាមកណា password បាទបន្ទាប់ពីយើងវាយ password រួចហើយគឺយើងចុច click បាទកន្លែងនេះគឺយើងចុច click មកបន្ទាប់មកយើងចុចពាក្យថា sign up អូខេបន្ទាប់ពី sign up រួចហើយគឺយើង log in ចូលទៅក្នុង account បាទយើងវាយ password ហើយយើងវាយ Gmail password របស់យើងមកបន្ទាប់មកយើង log in ចូលបាទនៅពេលដែលយើង log in ចូលទៅគេឲ្យយើងបំពេញ information របស់យើងគឺមាន4ចន្លោះបាទយើងត្រូវបំពេញទាំង4ហ្នឹងតែម្ដងណា information អញ្ចឹងយើងមើលនៅខាងលើនេះ Gmail របស់យើងគឺមានហើយកន្លែងនេះយើងមិនបាច់ចាំជ្រើសរើសទេដោយសារយើងជ្រើសរើសកាលយើងចូលមកដំបូងគឺយើងជ្រើសរើសរួចហើយបាទ page ហើយឈ្មោះរបស់យើងបាទយើងពិនិត្យមើលត្រឹមត្រូវឬអត់បន្ទាប់មក Chinese name គឺយើងមិនបាច់ចាំដាក់ទេដោយសារយើងអត់មានបាទនៅកន្លែងនេះយើងជ្រើសរើសម្ដងទៀតយើងដាក់មួយទៀតមកបាទយើងប្រុសបើស្រីយើងចុចនេះមកប្រុសយើងចុចកន្លែងនេះមកអូខេបន្ទាប់មកប្រទេសគឺយើងជ្រើសរើសរួចហើយ Cambodia ហើយកន្លែងនេះគឺលេខ ID បាទលេខ ID card របស់ឬលេខអត្តសញ្ញាណប័ណ្ណរបស់យើងណាយើងវាយលេខអត្តសញ្ញាណប័ណ្ណរបស់យើងមកបាទបន្ទាប់មកទៀតកន្លែងនេះគឺយើងជ្រើសរើសយើងរៀបការហើយឬក៏យើងនៅ single បាទយើងរៀបការហើយយើងដាក់រៀបការមកបន្ទាប់មកថ្ងៃខែឆ្នាំកំណើតបាទថ្ងៃខែឆ្នាំកំណើតរបស់យើងជាដំបូងគឺយើងជ្រើសរើសថ្ងៃសិនបាទយើងចុចថ្ងៃសិនមកបន្ទាប់មកយើងជ្រើសរើសខែបាទជ្រើសរើសខែអូខេបន្ទាប់មកកន្លែងនេះគឺយើងសរសេរតែឆ្នាំទៅបានហើយបាទកន្លែងយើងអាចចុចលុបហើយយើងសរសេរឆ្នាំតែម្ដង1983អូខេតែប៉ុណ្្នឹងមកបន្ទាប់មកទៀតគឺយើងមើលមកខាងក្រោមលេខទូរស័ព្ទយើងបានពេញរួចហើយបើយើងមានលេខទូរស័ព្ទផ្ទះមានន័យថាយើងមានលេខទូរស័ព្ទ
đài mùi hái dương chọn đã lên tủ sạp mẹ té rồi có dương miên lại tha tủ sạp lướt tóc anh trắng á chẳng tới cứ dương ai đặt bấm pin được lại này tiệp và toa pi bấm pin lại nơi rồi hái dương chạch sale máu bạn sale hái cái trôi một đòn TP và cái lòng TP để dương thử bấm pin tí môi cứ address vào dương và address tí môi address TP chẳngខ្ញុំធ្វើ clip video នេះដើម្បីឲ្យលឿនខ្ញុំចង់ចំណាយពេលយូរខ្ញុំសរសេរ address នេះតែដាក់តែភ្នំពេញទេបាទភ្នំពេញចំពោះអ្នកទាំងអស់គ្នាគឺត្រូវបំពេញ address ជាភាសាអង់គ្លេសឲ្យត្រឹមត្រូវតាមនឹងមកបាទនិយាយទៅគឺយើងមិនបាច់ចាំបំពេញឲ្យត្រូវ 100% ក៏បានដែរភាសាអង់គ្លេសតែយើងត្រូវបំពេញឲ្យដូចក៏បានដូចនឹងអាស័យដ្ឋានរបស់យើងណាអញ្ចឹងយើងដាក់មក kitty ភ្នំពេញអញ្ចឹងមកបាទដាក់មកអញ្ចឹងអាស័យដ្ឋានរបស់យើងអាស័យដ្ឋានយើងត្រូវតែបំពេញនៅកន្លែងហ្នឹងបាទយើងបំពេញកាត់ក៏បានដែរសំខាន់គឺ broker នៅខ្មែរយើងអញ្ចឹងអត់សូវជាបញ្ហាអីធំដុំណាទេហើយ postal code របស់យើងវាយមកបាទយើងដឹង postal code នៅខេត្តយើងនៅខេត្តណាយើងវាយមកអញ្ចឹងណា postal code នៅខេត្តលេខប្រមាណអញ្ចឹងបើខ្ញុំធ្វើជា clip video គឺខ្ញុំវាយតែ855ទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែបំពេញឲ្យត្រឹមត្រូវនៅកន្លែងហ្នឹងទៅបាទហើយ country យើងដាក់មកបាទ Cambodia យើងមកបន្ទាប់មកយើងคลิกកន្លែងនេះមួយយើងឃើញទៅពេលដែលយើងคลิกមកគឺកន្លែងទី1មានន័យថា address ទី1ហើយនិង address ទី2កន្លែងនេះគឺវានឹង load មកអូតូតែម្ដងបាទកន្លែងនេះណាអញ្ចឹងយើងចុច save មកទៀតបាទដល់ពេលដែលយើង save មកទៀតហើយគឺយើងនៅកន្លោតខាងលើយើងមិនអាចជ្រើសរើសបានទេអញ្ចឹងយើងមើលមកខាងក្រោមបាទ level rank អញ្ចឹងយើងជ្រើសរើសយក400បាទយើងមើលបាទជ្រើសរើស400មកបន្ទាប់មកcurrency គឺយើងជ្រើសរើសយកលុយដុល្លារបាទ USD តោះយើងចុច save មួយទៀតបាទបន្ទាប់ពី save រួចហើយគឺកន្លែងនេះគេឲ្យយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងមានន័យថាយើង upload អត្តសញ្ញាណប័ណ្ណរបស់យើង3សន្លឹកចូលមកណាអញ្ចឹងខ្ញុំចូលទៅយកអត្តសញ្ញាណប័ណ្ណសិនចាំតិចចូលទៅយកអត្តសញ្ញាណប័ណ្ណសិនអូខេតោះមកយើងចូលទៅ upload បាទយើងពិនិត្យមើលតើអត្តសញ្ញាណប័ណ្ណរបស់យើងត្រឹមត្រូវឬអត់បាទអូខេupload ទី1បាទ upload ទី2និង upload ទី3បាទបាទយើងចុចចង់មកបាទតោះមកយើងចុច click កន្លែងនេះមួយទៀតមកហើយយើងចុចពាក្យថា submit បាទបន្ទាប់ពីអ្នកទាំងអស់គ្នា submit រួចហើយអ្នកទាំងអស់គ្នានឹងឃើញ account របស់អ្នកទាំងលក្ខណៈបែបនេះដោយសារតែក្រុមហ៊ុនគេអត់ទាន់ពិនិត្យមើលឯកសាររបស់យើងគេអត់ទាន់ approve ឲ្យអញ្ចឹងយើងអត់ទាន់អាច log ចូលបានទេតើតែក្រុមហ៊ុនគេពិនិត្យមើលឯកសារក្នុងការចុះឈ្មោះរបស់យើងតើត្រឹមត្រូវឬអត់នៅពេលដែលត្រឹមត្រូវហើយក្រុមហ៊ុនគេនឹង approve ឲ្យតែបើសិនជាអ្នកទាំងអស់គ្នាចាំយូរពេកចង់លឿនបាទចង់ចូលទៅប្រើប្រាស់លឿនអ្នកទាំងអស់គ្នាអាចផ្ញើ email មកខាងខ្ញុំបាទផ្ញើ email មកខ្ញុំហើយនឹងឈ្មោះបាទឈ្មោះអ្នកទាំងអស់គ្នាផ្ញើមកឈ្មោះដែលបង្កើត account ហ្នឹងណានេះឈ្មោះនេះខ្ញុំផ្ញើមកខាងខ្ញុំមកខ្ញុំនឹង support ទៅខាងក្រុមហ៊ុនគេនឹងពិនិត្យមើលឲ្យយើងលឿនឲ្យយើងអាចបើក account ចូលលឿនបានតែម្ដងណាអូខេរបៀប register account គឺមានតែប៉ុណ្្នឹងឯងអត់មានអីពិបាកទេបាទតទៅទៀត clip video បន្តខ្ញុំនឹងធ្វើពីរបៀបប្រើប្រាស់នៅក្នុង system នេះតែម្ដងបាទនៅក្នុង system CRM Merlin SX នេះបាទអូខេឥឡូវខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទសូមជម្រាបលា